តើការ design cover page បែបនេះឬក៏បែបនេះតែអ្នកនរគ្នាចង់ចេះដែរឬទេប៉ុន្តែយើងអត់ចេះជំនាញ design ទេតែយើងអាចធ្វើវាបានដោយរបៀបណាតោះឥឡូវមកជាមួយខ្ញុំទាំងអស់គ្នាបើសិនជាអ្នកនរគ្នាអត់ចេះ design ប៉ុន្តែចង់បាន cover page បែបស្អាតជាពិសេសអ្នកដែលគាត់កំពុងតែស្ថិតនៅក្នុងការសិក្សានៅក្នុងសាកលវិទ្យាល័យជាពិសេសទៅលើការធ្វើ assignment ដែលយើងចង់បាន cover page បែបស្អាតហើយអត់ទាមទារនៅជំនាញ design ច្រើនយើងគ្រាន់តែ edit គឺយើងអាចយកទៅប្រើប្រាស់បានដោយឥតគិតថ្លៃតែម្ដងអញ្ចឹងមកជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរអ្នកនរគ្នាយើងជួបគ្នាម្ដងទៀតហើយជាពិសេសបងប្អូនដែលកំពុងតែសិក្សានៅក្នុងសាកលវិទ្យាល័យហើយកំពុងតែធ្វើ assignment ក៏ដូចជាត្រូវការ cover page បែបស្អាតដោយអត់ទាមទារការចំណាយទៅលើទឹកប្រាក់ឬក៏ចំណាយនៅក្នុងពេលវេលាការ design ដែលយើងអត់ចេះ design អញ្ចឹងអ្នកនរគ្នាដែលអត់ចេះ design កុំភ័យនៅក្នុងពេលបច្ចុប្បន្ននេះវិស័យការវិទ្យាគឺពិតជាមានសារៈសំខាន់ក៏ដូចជាការរីកចម្រើនជឿនលឿនមែនទែនហើយអ្នកដែលអត់ចេះ design ក៏អាចប្រើប្រាស់ក៏ដូចជាបង្កើតនៅ cover page ខ្លួនឯងដើម្បីមានភាពទាក់ទាញនិងស្អាតផងដែរអញ្ចឹងមកជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាតើយើងអាចបង្កើតនៅ cover page ដែលឥតគិតថ្លៃហើយស្អាតបានដោយរបៀបណាបើសិនជាយើងអត់ចេះ design ផងតោះកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអូខេអញ្ចឹងអ្នកទាំងគ្នាអាចបាយពាក្យនៅក្នុង browser ដោយបាយពាក្យថា Canva នេះបាយពាក្យថា Canva មកអញ្ចឹងហើយអ្នកទាំងគ្នាអាចធ្វើការ log in account ទៅដោយអត់មានទាមទារឲ្យបង់លុយអីទេដោយសារនៅក្នុងនោះវាមាន2 option ទី1គឺ free ទី2គឺបង់លុយប៉ុន្តែចំពោះ template ដែល free គឺវាមានច្រើនដែលយើងអាចយកទៅប្រើប្រាស់បានដែរដោយយើងអត់ទាមទារឲ្យយើង design អីច្រើនទេអញ្ចឹងវាងាយស្រួលដែរដោយសារតែវា free ទេសម្រាប់យើងយកទៅប្រើប្រាស់នៅក្នុងការ design cover page ហើយបន្តមកនេះអ្នកគ្នាអាចចូលមក home ឥឡូវយើងមកដល់កន្លែង template ក៏បានដែរអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងគ្នារបៀបនៅក្នុងការធ្វើក៏ដូចជា design នៅ template ស្អាតៗដែលយើងអត់ចេះ design ទេប៉ុន្តែក៏យើងអាចបង្កើតនៅ template ក៏ដូចជា cover page ស្អាតៗបានដែរអញ្ចឹងអ្នកគ្នាឧទាហរណ៍ថាចង់បាន cover page អ្នកគ្នាវាយពាក្យថា cover page នេះអញ្ចឹងអ្នកគ្នាវាយមកនឹងចេញមកនេះគេច្រើនអញ្ចឹងនៅក្នុងនេះវាមាន2 option ទី1គឺបើសិនជាអ្នកគ្នាឃើញអារូបនេះមានន័យថា upgrade លុះត្រាតែយើង upgrade ទៅដើម្បីបង់លុយមានន័យទៅ Pro Professional ទៅ Business អញ្ចឹងបើយើងអាចប្រើប្រាស់បានប៉ុន្តែនៅក្នុងនោះក៏វាមានតកតងជាមួយ template free ដែរឥឡូវនេះខ្ញុំសូមបង្ហាញមួយដូចជា template នេះអញ្ចឹង template នេះក៏យើងអាចប្រើប្រាស់បានដែរឃើញទេវា design ស្អាតៗអញ្ចឹងនៅពេលដែលយើងឧទាហរណ៍ថាយើងចាប់អារម្មណ៍ឥឡូវឧទាហរណ៍នេះមួយនេះចុះចាប់អារម្មណ៍មួយនេះអញ្ចឹងដល់យើងចាប់អារម្មណ៍យើងឃើញវាស្អាតយើងចង់យកមក design ធ្វើជា template របស់ខ្លួនឯងអញ្ចឹងអ្នកនរអាចចូលមកនេះចឹងនៅពេលដែលយើងចូលមកយើងអាចធ្វើការ edit បានតែម្ដងមិនចាំបាច់ធ្វើការ design template cover ពណ៌អីទៀតទេហើយពណ៌ក៏យើងអាចដូរបានដែរឥឡូវខ្ញុំសាកដូរពណ៌អ្នកនរគ្នាមើលមួយនេះកន្លែង color background នេះឥឡូវខ្ញុំអាចដូរដាក់ពណ៌សឃើញទេវានឹងដូរឲ្យអញ្ចឹងវាងាយស្រួលមែនតើយើងអត់ចេះ design នេះក៏យើងអាចធ្វើការប្រើប្រាស់នឹងបង្កើតនៅ cover page មួយដែលស្រស់ស្អាតមើលទៅវា premium វាទាក់ទាញជាពិសេសបងប្អូនដែលគាត់កំពុងតែសិក្សានៅក្នុងសាកលវិទ្យាល័យតែនឹងធ្វើ assignment ឲ្យគ្រូឬក៏អត់ចេះ design នៅ cover page ហើយខ្ញុំសូមចែកម្លែកបទពិសោធន៍មួយទៀតចុះការចំនួនខ្ញុំដូចជាអត់ទាន់មាននៅចេញ Canva ហ្នឹងមកទេគឺយើងត្រូវតែទាមទារការ design នៅក្នុង Photoshop អញ្ចឹងបើសិនជាយើងប្រើប្រាស់ Photoshop គឺយើងទាមទារនឹងចេះជាមួយទៅនឹង Photoshop ខ្លះទើបយើងអាច design បានប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះគឺអត់ទេគឺងាយស្រួលមែនទែនគឺកាន់តែលឿនគឺយើងនេះអ្នកនរគ្នាគ្រាន់តែចូល Canva មកហើយ search កន្លែង template បន្ទាប់នេះ search អ្វីដែលអ្នកនរគ្នាចង់បានហើយជ្រើសរើស template ដែល free បើសិនជាអ្នកនរគ្នាឃើញមកកត់នេះមានន័យថាលុះត្រាតែយើង upgrade ទៅ business ទើបយើងអាចប្រើប្រាស់បានប៉ុន្តែ template ដែល free សម្រាប់ Canva ក៏វាស្អាតឃើញទេយើងអាចប្រើប្រាស់បានហើយយើងអាចធ្វើការ edit ទៅយើងដាក់2026មកនេះយើងដាក់ខែ3មកឃើញទេយើង edit ទៅតាមអ្វីដែលយើងចង់បានទៅនេះគឺយើង edit ទៅតាមអ្វីដែលយើងចង់បានទៅនេះហើយយើងអាចធ្វើការចាប់ទាញដូរ font ដូរអីគឺបានដូចនៅក្នុង Photoshop ដូចគ្នាគឺសឹងតែថាដូចនឹង Word តែម្ដងជារួមទៅនេះដូរ font ដូរទំហំអក្សរមានផ្ដេកមានអីឃើញទេនេះអញ្ចឹងវាកាន់តែងាយស្រួលហើយលឿនមែនតើយើងចង់បាន cover page យកទៅដាក់ assignment ដើម្បីឲ្យតាក់ទាញទទួលបានពិន្ទុអីចឹងព្រោះអី
នៅពេលណាដែលយើងធ្វើ assignment គឺយើងនឹងទទួលបានបន្ទុកសម្រាប់ការរៀបចំសៀវភៅគឺមួយផ្នែក អត្ថន័យមួយផ្នែក ការ present មួយផ្នែកទៀត អញ្ចឹងវាងាយស្រួលមែនទែន ឥឡូវខ្ញុំអាចឧទាហរណ៍នៅ cover page ផ្សេងៗទៀតឃើញទេ តាក់ទងជាមួយនេះ ដូចមួយនេះអីហ្នឹងគឺស្អាតឃើញទេគឺស្អាត គឺវា free ទេ អញ្ចឹងនៅពេលណាដែលយើងនេះឧទាហរណ៍ថារូបនេះចុះ ឥឡូវខ្ញុំធ្វើការ add រូបថ្មីមួយទៀត ឥឡូវខ្ញុំអាច add រូបថ្មី ចឹងឧទាហរណ៍ថាខ្ញុំ add នៅរូបថ្មីមួយទៀតនេះខ្ញុំ add រូបតុក្កតាចូលចុះនេះយើងអត់មានចាំបាច់ទៅថាគូរូបអីច្រើនទេគឺយើង add ចូលតែម្ដងមកយើង add ចូលមកឃើញចូលមក refresh បាត់ហើយហើយខ្ញុំ refresh អានោះមួយទៀតចុះនេះខ្ញុំ refresh រូបនេះរូប Ben 10ចុះនេះដាក់មកគឺវាចូលបានហើយគឺវាងាយស្រួលមែនទែនធ្វើឲ្យយើងមានពេលងាយស្រួលហើយនឹងរហ័សនៅក្នុងការបង្កើតនៅ cover page ដែលស្អាតៗអញ្ចឹងបន្ទាប់ពីយើងបង្កើតរួចអ្នកនេះចង់ download អញ្ចឹងអ្នកនរគ្នាគ្រាន់តែ click កន្លែង file ហើយ click ពាក្យថា download តទៅទៀតវានឹងឲ្យជ្រើសរើសថាយើងយកប្រភេទជា PDF JPG ឬក៏ PNG យើងអាចយកខាងលើក៏បានដែរនេះតទៅទៀតយើង click ថា download ជាយើងរងចាំវា download complete យើងនឹងទទួលបាន cover page មួយដែលស្អាតហើយនេះឃើញទេយើងនឹងទទួលបាន cover page មួយដែលស្អាតជាចុងក្រោយតើអ្នកនរគ្នាយល់យ៉ាងម៉េចដែរចំពោះការចែករំលែកនៅវីដេអូមួយនេះហើយកុំភ្លេចចុច like ក៏ដូចជា subscribe និង follow page របស់ Vonmix ហើយជាពិសេសនោះកុំភ្លេចចូលទៅកាន់ YouTube channel របស់ Vonmix ដើម្បីជួយ support ពួកយើងផងហើយក៏សូមអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកនរគ្នាយើងនឹងជួបគ្នានៅវីដេអូបន្តទៀតខ្ញុំនឹងចែករំលែកអំពីបទពិសោធន៍ថ្មីៗហើយក៏ដូចជាចំណេះដឹងបន្ថែមទៀតនៅក្នុងជំនាញ IT ផ្ដល់ទៅកាន់អ្នកនរគ្នាដោយឥតគិតថ្លៃសូមអរគុណសម្រាប់ការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូបន្តទៀត